ខ្ញុំឃើញវាច្រើនអ៊ំចាស់ចាស់ទៅនៅពេលដែលយើងមើលរឿងប្រភេទ anime ក៏តែគិតថាអានេះបណ្ណាណៃមើលតុក្កតាដូចគុនក្មេងប៉ុន្តែក៏អត់ទាន់ដឹងថាសាច់រឿង anime ហ្នឹងគឺចង់ស៊ីជម្រៅជាងសាច់រឿងពិតសាច់រឿងប្រភេទ anime វាមានបែបជាសងព្រេងស្នេហាឬគ្រួសារអីវាមានតែគាត់តែគិតថាអ្នកមើល anime ហ្នឹងសិតតែគុនក្មេងទាំងអស់ប៉ុន្តែក៏អត់ទាន់ដឹងចរិតពិតអ្នកមើល anime ឬគាត់ភាគច្រើនអត់សូវចេះមកកនិយាយច្រើនអីទេឬគាត់ introvert ហើយក៏ប្រកែ in ច្រើនដែរនៅពេលដែលគាត់ចេញក្រៅម្ដងគាត់តែងតែ in អ្នកដែលជុំវិញខ្លួនទាំងអស់ហើយមនុស្សគាត់ក៏អត់សូវចេះនិយាយរកណាគេមុនដែរតតែគេនិយាយរកគាត់ទៅគាត់និយាយរកគេហើយមនុស្សគាត់ in ច្រើនណានៅពេលដែលគាត់ទៅតែង ម្ដងបើសិនជាមនុស្សច្រើនណាគាត់សុខចិត្តគាត់ចូលទិញទេគាត់សុខចិត្តគាត់ទៅទិញផ្សេងហើយបើថាក្នុងទូរស័ព្ទគាត់វិញគ្មានរូបសង្សារគ្មានរូបខ្លួនឯងទេសិតរូប anime ទាំងអស់ហើយបើថាសាច់រឿងពិតអីគឺគ្មានទេគាត់មើលគ្មានចូលភ្នែកទេតែបើរឿង anime វិញគាត់ចាប់រឿងហ្នឹងហើយគាត់សុខចិត្តគាត់ទៅដើរមើលផ្សេងបើថាអត់រឿងសោះគាត់សុខចិត្តអត់មើលរឿងអីផ្សេងទាំងអស់គាត់សុខចិត្តគាត់ចូល TikTok ហើយអូ TikTok ថតហើយបើថាសង្សារវិញហើយគឺចប់ហ្មងអត់សូវចេះញ៉ាយគេច្រឡំពេលខ្លះតតែគេញ៉ាយគាត់ទៅគាត់ព្រមថាគាត់ទៅញ៉ាយគេអីគឺអត់សមហ្មងគាត់សុខចិត្តគាត់នៅម្នាក់ឯងទៅមនុស្សគាត់អត់សូវចេះមកកច្រើនទេមកកតែជាមួយមិត្តភក្តិចិត្តស្និទ្ធអីទេតែបើអត់ស្និទ្ធវិញសូម្បីតែម៉ាត់ក៏មិននិយាយមកដែរបើគេមិននិយាយមកគាត់ហើយមនុស្សគាត់ក៏អត់សូវចេះទ្រាំគេដែរតែបើមានសង្សារវិញគឺអត់ចេះលួងច្រឡំអត់ចេះលួងនឹងដោយសារតែគាត់ in មកខ្លួនឯងនៅពេលដែលលួងហ្នឹង